ពេលមុននេះនៅរដ្ឋនីវ៉ាដារបស់សហរដ្ឋអាមេរិកកើតមានគ្រោះរញ្ជួយដី4លើកទូនគ្នាកាលពីថ្ងៃច័ន្ទទី31ខែមីនាឆ្នាំ2025ទឹកដីសហរដ្ឋអាមេរិកកើតមានគ្រោះរញ្ជួយដីចំនួន4លើកទូនប៉ុន្តែក្នុងកម្រិតស្រាលតែប៉ុណ្ណោះយ៉ាងណាក្រុមអ្នកវិទ្យាសាស្ត្របានប្រមានថារដ្ឋនេះអាចនឹងជួបសកម្មភាពរញ្ជួយជាបន្តបន្ទាប់ទៀតនៅសប្តាហ៍ក្រោយរញ្ជួយដីនេះកើតឡើងដំបូងនៅម៉ោង8ព្រឹកម៉ោងនៅសហរដ្ឋអាមេរិកដោយកម្លាំងរញ្ជួយ4 Richter ប៉ុណ្ណោះជាមួយជម្រៅ 6.2 គីឡូម៉ែត្រមានចំណុចកណ្ដាលនៅតំបន់មួយដែលមានចម្ងាយប្រហែល57 គីឡូម៉ែត្រភាគឦសាននៃទីក្រុងវ៉ាល់មីការរញ្ជួយទី2មានកម្លាំង 2.9 Richter មានជម្រៅ 7 គីឡូម៉ែត្រនៅចម្ងាយប្រហែល67 គីឡូម៉ែត្រពីភ្នំបាតលីខណៈការរញ្ជួយទី3មានកម្លាំង 3.4 Richter និងការរញ្ជួយទី4មានកម្លាំង 2.2 Richter ត្បិតតែការរញ្ជួយទាំងនេះមិនមានជាកម្រិតធ្ងន់ធ្ងរក៏ដោយប៉ុន្តែវាបានធ្វើឲ្យញ័រដល់តំបន់Great Basin ហើយក្រុមអ្នកវិទ្យាសាស្ត្របានប្រមានដល់ពលរដ្ឋឲ្យត្រៀមខ្លួននឹងសកម្មភាពរញ្ជួយនាពេលខាងមុខព្រោះថាអាចនឹងមានព្រឹត្តិការណ៍ធំជាងនេះកើតឡើងទោះបីជាយ៉ាងណាក៏ដោយនេះមិនមែនជារឿងចម្លែកនោះទេដែលរដ្ឋនីវ៉ាដាកើតរញ្ជួយដីព្រោះថារដ្ឋនេះមានតែការរញ្ជួយតូចរាប់ពាន់លើកឯណោះក្នុងមួយឆ្នាំនៅថ្ងៃទី9ខែធ្នូឆ្នាំ2025ភាគខាងជើងរដ្ឋនេះបានជួបគ្រោះរញ្ជួយដីកម្រិត 5.7 Richter ដែលនោះជាកម្លាំងរញ្ជួយខ្លាំងបំផុតគិតចាប់តាំងតែពីថ្ងៃទី15ខែឧសភាឆ្នាំ2020មកនៅពេលរញ្ជួយដីកម្រិត 6.5 Richter វាយប្រហារតំបន់ជួរភ្នំម៉ុងតេគ្រីស្តូរេនជើយ៉ាងណាទៅមិញការរញ្ជួយថ្មីនេះកើតឡើងស្របពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងរងទុក្ខជាទម្ងន់ដោយសារតែគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.7 Richter ដែលវាយប្រហារទីក្រុងបាមែនដាឡៃបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់ជិត 3000 នាក់ទៅហើយគិតត្រឹមថ្ងៃច័ន្ទហើយឥទ្ធិពលរបស់វាបានជះដល់រាជធានីបាងកកប្រទេសថៃបណ្ដាលឲ្យមនុស្ស18នាក់បានស្លាប់បាត់បង់ជីវិតជាចុងក្រោយបាទសូមជម្រាប